បាទជំរាបសួរបងប្អូនទាំងអស់គ្នាជនរួមជាតិបាទហើយក៏ដូចជាបងប្អូនសមាជិកភាពរបស់អឺស្រីអ៊ីខ្ញុំរំភើបចិត្តមែនឥឡូវនេះគឺស្រីអ៊ីរបស់យើងបាទយើងអត់ចេះអត់បង្ហាញអីជាលក្ខណៈមួយបាទទ្រង់ទ្រាយបង្ហាញអីទេបងប្អូនបាទសំខាន់បំផុតគឺយើងទាំងអស់គ្នាយើងដឹងខ្លួនយើងឯងអ្វីដែលយើងធ្វើទៅល្អធ្វើទៅមិនល្អធ្វើទៅត្រឹមត្រូវធ្វើទៅបានផលអាហ្នឹងយើងបាទយើងដឹងខ្លួនយើងម្នាក់បងប្អូនបាទព្រោះអីយើងវាឆ្អែតឆ្អន់ហើយដូចខ្ញុំឆ្អែតឆ្អន់នៅក្នុងការដែលធ្វើនឹងក្រុមហ៊ុនផលិតផលជាច្រើនក្រុមហ៊ុនវិនិយោគទុនជាច្រើនដែលត្រូវបានចាញ់បោកគេក្តីដោយសារដោយគេបំផុសបំផុលអីផ្សេងអញ្ចឹងណាហើយគេមូលមិត្តគ្នាមនុស្សជាច្រើនបង្ហាញជួនកាលគេចំណាយរាប់ម៉ឺនដុល្លារដើម្បីឲ្យមនុស្សនឹងពុះកញ្ជ្រោលហើយមនុស្សយើងចូលចិត្តបាទមនុស្សភាគច្រើនគឺគាត់ចូលចិត្តអាពុះកញ្ជ្រោលឃើញគេមានឃើញគេបានឃើញអាគេបំភាន់ភ្នែកណាហើយតាមពិតហ្នឹងបាទអូប្លាតលុយឡានជោគជ័យហ្នឹងបាទគាត់ចូលចិត្តណាបាទមនុស្សយើងហ្នឹងបាទអញ្ចឹងដល់ពេលគាត់គេត្រូវបានគេបោកត្រូវបានគេអីចឹងទៅគាត់ចាប់ផ្ដើមបន្ទោសរដ្ឋាភិបាលគាត់ចាប់ផ្ដើមបន្ទោសអីចឹងទៅបន្ទោសថ្នាក់ដឹកនាំចឹងណាតាមពិតគាត់អត់ប្រើអានេះរបស់គាត់គិតឆ្លាតទេតែគាត់ទៅធ្វើមិនអីអត់ឆ្លាតទេគាត់មួយចំនួនបាទខ្ញុំមិននិយាយទាំងអស់ឲ្យបងប្អូនបាទហើយគាត់មិនទាន់ឆ្លាតនិយាយទៅគាត់មិនល្ងងទេគាត់មិនទាន់ឆ្លាតគាត់គិតថាអាហ្នឹងទៅធ្វើទៅបានផលអ្វីដែលគេយករបស់យើងទៅនឹងវាមិនកចាយប្រមាណអីប្រមាណអញ្ចឹងណាគាត់អត់ពិភាកទេហើយទៅយើងបានអ្វីមកខ្លះបាទអញ្ចឹងខ្ញុំចំពោះបច្ចេករបស់ខ្ញុំនេះខ្ញុំអត់មានអីវាល្អមើលជា system ឬក៏ជាលក្ខណៈក្រុមហ៊ុននេះទេគឺសាមញ្ញបងប្អូនចូលរួមគ្នាទិញផលិតផលនេះទៅវិញមកបងប្អូនមានក៏លក់ឲ្យខ្ញុំមកខ្ញុំមានក៏ខ្ញុំលក់ឲ្យបងប្អូនទៅហើយបងប្អូនពឹងពាក់គ្នាទៅយើងស្រឡាញ់រាប់អានគ្នាយើងពឹងពាក់គ្នាទៅវិញទៅមកឬបានបងប្អូនជួយទៅបាទខាងខ្ញុំមានខ្ញុំជួយទៅអត់មានក៏តាមនឹងទៅអញ្ចឹងបងប្អូនបាទហើយយើងលក់ផលិតផលដោយតម្លៃទូថ្លៃឲ្យគ្នាយើងបានហូបបានប្រើប្រាស់អញ្ចឹងខ្ញុំអរគុណមែនទែនហើយយើងមិនបង្ហាញថាយើងនឹងមានសមាជិកច្រើននេះតិចទេយើងព្រោះយើងបាទខ្ញុំវាឆ្អែតឆ្អន់ហើយអាចចូលទៅដល់ក្រៅប្រទេសប្រភេទណាអូ OPP Super OPP គេប្រភេទណាក៏ដោយគេបង្ហាញឡាន Lamborghini ឡាន Rolls Royce អីមិនក៏ដោយធ្លាប់ឆ្លងកាត់អស់ហើយទៅហូបអាហារហោះអាហារហើអីមានអស់សពគ្រប់សពហើយបងប្អូនវាឆ្អែតឆ្អន់ណាអានឹងសិតតែគ្រឿងបំភាន់ភ្នែកវាអត់តត្តភាពពិតដល់ពេលមកដល់ផ្ទះតែបរបាយកកហូបអត់មានបាទអញ្ចឹងបងប្អូនខ្ញុំសូមបញ្ជាក់មួយសារទៀតបងប្អូនចូលមកធ្វើស្រីអ៊ីនេះបងប្អូនសង្ឃឹមថាចូលស្រីអ៊ីនេះគឺដើម្បីខ្ចីលុយនៅក្នុងគម្រោងស្រីអ៊ីចូលស្រីអ៊ីនេះគឺដើម្បីគាត់ថាចុះមកដើម្បីបានលុយអារៀលជាង40000ដុល្លារដើម្បីតែហត់ទឹកសម្លឹងការហ្នឹងបងប្អូនបាទចូលរួមទេណាបាទប៉ុន្តែមិនថាមានន័យថាគម្រោងអត់មានអីឲ្យជួយយើងទេគឺគម្រោងជួយប៉ុន្តែខ្ញុំអត់ចង់បានមនុស្សប្រភេទហ្នឹងខ្ញុំចង់បានមនុស្សដែលស្មោះត្រង់គ្នាមានរបស់លក់ឲ្យរបស់ធូរថ្លៃបើជួយគ្នារួមគ្នាខ្មែរណាខ្មែររួមគ្នាអត់បំផិតបំភ័យអត់បំប៉ោងអញ្ចឹងណាចឹងយើងធ្វើការយើងចំណេញតិចតួចអីគ្នាទៅវិញទៅមកចំណេញទៅចំណេញមកដូចគ្នាទៅយើងជួយគ្នាទៅវិញទៅមកអញ្ចឹងបើមានចិត្តទឹកចិត្តដូចគ្នាអញ្ចឹងចាំយើងចូលរួមមកបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបាទ